អ្នកដែលស្គាល់ពូនៅក្នុងបាល់ទាត់រងថ្ងៃនេះក៏ជាចំណាយធំមួយដែរ ProKX យកវីដេអូពូទៅកាត់ទៅធ្វើ reaction ហ្នឹងណាពេលហ្នឹងពូនៅចាំបានថាProKX យកវីដេអូរបស់ពូទៅកាត់យកទៅផុសក្នុង ProKX ពួកគេល្បីហ្នឹងគេផ្ទុះខ្លាំងណាស់គេខាង vlogger ខាងអីដែរគេខាង live game live អី streamer មកគេដែរអញ្ចឹងពូក៏អរគុណដែរចំពោះការយកវីដេអូរបស់ពូទៅកាត់ធ្វើឲ្យមហាជនធ្វើឲ្យបងប្អូនមួយបានស្គាល់តែកំឡុងពេលនេះគ្នាមានបញ្ហាមែនឥឡូវហ្នឹងគឺបានតែវាអត់អាចថាទប់ទល់ជាមួយនឹងជំងឺរបស់គាត់ពោះជំងឺរបស់គាត់គឺត្រូវប្រើលុយដើម្បីទៅព្យាបាលទៅពិនិត្យដើម្បីទៅទិញថ្នាំអញ្ចឹងដូចគ្នានិយាយឲ្យថាអ្វីដែលគ្នាមានដូចឡានក៏លុបហើយ channel YouTube ក៏លុបហើយ page ក៏លុបហើយដើម្បីយកលុយមកព្យាបាលនឹងរហូតដំណាក់កាលចុងក្រោយនេះគាត់ត្រូវទៅពេទ្យសរិនព្រោះពេទ្យសរិនហ្នឹងបានតែរៀងធូរថ្លៃដែរពេទ្យសរិនហ្នឹងដើម្បីធ្វើការព្យាបាលពូគាត់ជូនពោនឹងចង់ឲ្យគ្នាត្រឡប់មកវិញមកធ្វើវីដេអូកំ pl សប្បាយបងប្អូនយើងបានសើចទៀតខ្លាំងមែនអាឡូបានឥឡូវហេតុផលអីបានមិនចេញមកទំចេញពីពេទ្យអូខេបងប្អូនក្មួយឥឡូវពូបាន call ផ្ទាល់ជាមួយនឹង ProKX ដូចអ្វីដែលយើងបានដឹងបានឃើញថាការបាត់មុខមួយរយៈធំប្រហែលឆ្នាំចុងក្រោយនេះដោយសារបញ្ហាសុខភាពទី1ឡើងទម្ងន់ទី2អារោគប្រចាំខ្លួនរបស់គាត់ហ្នឹងគឺចាប់ដើមធ្វើទុកហើយ ProKX ចេញពីពេទ្យមួយថ្ងៃអីសល់មិញពេលយប់មកពេទ្យឯកជនឬក៏ពេទ្យរដ្ឋពេទ្យនៅសរិនបងតែឥឡូវហ្នឹងអត់ទាន់មកផ្ទះវិញនៅពេទ្យនៅសរិននៅឡើយទេមកដល់សៀមរាបនៅសៀមរាបមិនដែរតាមរយៈការពិនិត្យរបស់ពេទ្យនៅខាងសរិនក៏ថាបាច់រោគហ្នឹងរោគគេថាបាច់រោគមកពីអីរោគវិញឆៃគេ4 យក4ថ្ងៃនេះឡើងស្ពឹកដៃស្ពឹកជើងមកគាត់នៅសរោមមកយប់មួយថ្ងៃហ្នឹងជាង10ផ្លោកតែមិនសរោមតែក្រោយទៅពីវាយសរោមវាយឆ្នាំមានធូរមានធូរខ្លាំងមិនសរោមបើកលាំងសរោមអីសរោមសម្រាប់មានរោគដោយសារតែជើងខ្ញុំហ្នឹងមិនទឹកនោមផ្អែមមិនទឹកនោមប្រៃអីទេគាត់ណាវាបើខ្មែរយើងគេហៅពឹសតែបាទប៉ុន្តែបើយើងទៅដល់នេះហ្នឹងគេហៅថាមេរោគវាឆ្លងតាមជើងបាទហើយប្រហែលខែទៀតបានពេទ្យគេណាត់ជួបឲ្យទៅម្ដងទៀតគេតាកន្លះខែបងកន្លះខែអញ្ចឹងបាទប៉ុន្តែរយៈពេលគេ4ថ្ងៃនេះគឺខ្ញុំវេទនាខ្លាំងវាធ្វើទុកហ្មងជំងឺវាធ្វើទុកដោយសារយើងព្យួរសរោមច្រើនពេកដៃមួយយើងព្យួរសរោមម្ដងពីរពេកគេបុកសរោមខ្លាំងបាទដៃមួយគេព្យួរសរោម2ប៉ុន្តែការប្រើសរោមខ្លាំងក្នុងនោះត្រាតែយើងខ្វះជាតិទឹកតែបើយើងធម្មតាមិនបានត្រូវបុកសរោមខ្លាំងដែរគេសម្រាប់មេរោគបងគេលៀងមកដូចគេលៀងបាទគេបុកមេរោគយើងឲ្យចេញទៅតាមទឹកនោមទឹកអីវិញអញ្ចឹងណាបាទបងហើយក៏ជាតការនេះអរគុណដល់បងប្អូនដែលគាត់ចូលរួមផងហ្នឹងខ្ញុំនឹងផលិតវីដេអូផ្សេងមួយទៀតតែគាត់ថាហ្នឹងហើយគាត់ថាខ្ញុំនិយាយតែប៉ុណ្ណេះទីទួចខ្ញុំបានចេញពីពេទ្យដែរគាត់ថាវាមិនទាន់ធូរ 100% វាធូរបានត្រឹមហ្នឹងហើយតាមទៅ40% បងនេះបងក៏នេះដែរក៏ត្រេកអរដែរបានឃើញបានទៅពេទ្យទឹកអីហើយបានចេញលទ្ធផលចេញអីមកអញ្ចឹងបាទវាអត់ធូរច្រើនទេធូរបាន 30-40% ប៉ុន្តែវាគ្រាន់បើយើងអត់សោះប៉ុន្តែបើតាមពេទ្យជំនាញដែលគេប្រាប់យើងគឺថាអាចនឹងព្យាបាលជា 100% ជាប៉ុន្តែយើងចាយពេលបន្តិចហ្នឹងហើយបាទបង